គ្រឿងឆាបាយរបស់ខ្ញុំសាមញ្ញមានតែការ៉ុតហើយនិងស្លឹកខ្ទឹមមកហើយនឹងពងទាពីរគ្រាប់បាយខ្ញុំប្រឡាក់គ្រឿងមានទឹកស៊ីអ៊ីវទឹកប្រេងខ្យងមានទឹកម្ទេសបន្តិចទៅមានម្សៅស៊ុបស្ករប៊ីចេងអីចឹងតាមចំណូលចិត្តយើងដាក់តាមនឹងមកល្មមឆានេះខ្ញុំដាក់ខ្ទះឲ្យក្តៅហើយយើងធៀបឆាបាយអញ្ចឹងហើយខ្ញុំចាក់ប្រេងឆាចូលប្រេងឆាចូលយើងឆោតតិចទៅឆាបាយវាចូលជាតិកុំឲ្យវាខ្លោចចឹងនឹងឆានេះគប់ពងទាដាក់ចានសិនដើម្បីវាយចូលគ្នាឲ្យបាយចឹងដល់ខ្ញុំដាក់ហ្នឹងហើយចឹងហើយវាយពងទាដាក់បាយយើងនឹងខ្លោដាក់ចូលចានតិចដាក់អំពីកូនដាក់ចូលទៅកូនអំពីឲ្យឆាប់ទៅឲ្យបាយហើយចាំចាំឲ្យសំណាដល់ហើយដាក់ចូលទៅឆាបាយនេះវាសាមញ្ញតែហើយកូនខ្ញុំក៏ចូលចិត្តឆ្ងាញ់បាយពងទាឲ្យយើងបាយចឹងហើយបាយយើងនិយាយគ្រឿងហើយបាយចូលតែយើងនិយាយគ្រឿងហើយវាស្រួលខ្ញុំបាច់ចាំមកដាក់គ្រឿងអីញ៉ៃតាមទៀតយើងនិយាយគ្រឿងចូលបាយហើយចឹងទៅស្រួលកូនខ្ញុំមកចូលចិត្តសាច់ក្រកចូលចិត្តដាក់អីញ៉ៃពងទាហើយនឹងក្របទឹកខ្ទឹមឆ្ងាញ់កូនពីដល់ទៅឡាទៀតបានចាកូនខ្ញុំបាក់ចូលចិត្តព្រៀមពេកទៅបាក់ទៅទៅដល់ព្រៀមចាឆាឡើងមកឆ្អិនចូលទៀតបានចូលរៀនចាចាដងចឹងចាយើងវាយពងទាហ្នឹងយើងយកមកប៉ាជាមួយបាយឆាមួយគ្នាមកពេលយកបាយដាក់ដាក់ឡើងពងទាវាចាំរៀនខ្លះចឹងប៉ុណ្ណឹងចាំណាយើងដាក់ចានដល់យើងដាក់ចានហ្នឹងសម្រាប់ចំណាយទេមកពីចំណាយទៀតដាក់ក្នុងផ្ទះហ្នឹងដួសដើម្បីឲ្យចានវាមានជាតិកម្ដៅឆ្អិនពងទាក្នុងហ្នឹងហើយជាតិឆ្ងាញ់ចាឆ្ងាញ់ហើយ